ជំរាបសួរប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីដែលកំពុងតាមដានព័ត៌មានក្នុង Channel Admin Map របស់យើងខ្ញុំថ្ងៃនេះយើងនឹងមកជជែកគ្នាអំពីករណីដ៏រសើបមួយដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងសង្គមខ្មែរហើយក៏ជាប្រធានបទមួយដែលបានជំរុញឲ្យយើងទាំងអស់គ្នាមកពិចារណាឡើងវិញអំពីក្រមសីលធម៌វិជ្ជាជីវៈជាពិសេសគឺនៅក្នុងវិស័យសុខាភិបាលករណីនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីសារៈសំខាន់នៃទំនួលខុសត្រូវក៏ដូចជាគុណធម៌និងការយោគយល់ដែលអ្នកប្រកបវិជ្ជាជីវៈផ្នែកសុខាភិបាលគ្រប់រូបគួរតែមានចំពោះសាធារណជនជាពិសេសគឺចំពោះអ្នកជំងឺប្រិយមិត្តអ្នកស្ដាប់ប្រកាសជាបានជ្រាបហើយថាគណៈឱសថាការីកម្ពុជាដែលជាស្ថាប័នគ្រប់គ្រងនិងត្រួតពិនិត្យវិជ្ជាជីវៈឱសថសាស្ត្រនៅកម្ពុជាបានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់មួយក្នុងការផ្អាកអាជ្ញាប័ណ្ណម្ចាស់ឱសថដ្ឋាន BU Care ដែលមានអាសយដ្ឋានស្ថិតនៅលើមហាវិថីចោមចៅភូមិដំណាក់ធំ3សង្កាត់ស្ទឹងមានជ័យទី3ខណ្ឌមានជ័យរាជធានីភ្នំពេញការផ្អាកអាជ្ញាប័ណ្ណនេះគឺមានរយៈពេលរហូតដល់ទៅ12ខែឯណោះក្រោយពីស្ថាប័ននេះបានរកឃើញនៅកំហុសវិជ្ជាជីវៈដ៏ធ្ងន់ធ្ងរមួយតើកំហុសនោះជាអ្វីទៅគឺការដកថ្នាំពីអ្នកជំងឺវិញគ្រាន់តែដោយសារតែអ្នកជំងឺខ្វះលុយត្រឹមតែ500រៀលប៉ុណ្ណោះតោះសូមយើងទាំងអស់គ្នាមកស្វែងយល់លម្អិតអំពីហេតុការណ៍នេះទាំងអស់គ្នាហេតុការណ៍នេះមិនមែនគ្រាន់តែជាបញ្ហាផ្ទាល់ខ្លួនរវាងបុគ្គលនិងស្ថាប័ននោះទេប៉ុន្តែវាជាកញ្ចក់ឆ្លុះបញ្ចាំងដ៏សំខាន់មួយអំពីគុណធម៌និងក្រមសីលធម៌ដែលត្រូវតែមានជាដាច់ខាតនៅក្នុងវិស័យសុខាភិបាលយើងនឹងពិនិត្យមើលទៅលើគ្រប់ជ្រុងជ្រោយនៃបញ្ហានេះចាប់តាំងពីការកើតឡើងនៃហេតុការណ៍រហូតដល់ការសម្រេចចិត្តរបស់គណៈឱសថដ្ឋានកម្ពុជាក៏ដូចជាផលប៉ះពាល់ទៅលើវិជ្ជាជីវៈឱសថសាស្ត្រទាំងមូលអ្វីដែលគួរឲ្យសោកស្ដាយនិងបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះគឺហេតុការណ៍នេះត្រូវបានបង្ហោះជាវីដេអូនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025វីដេអូនោះបានបង្ហាញយ៉ាងច្បាស់នៅទីភាពដែលអតិថិជនម្នាក់បានមកទិញឱសថដែលមានតម្លៃ35,500រៀលតាមរយៈវីដេអូនោះយើងបានឃើញថាអតិថិជននោះបានព្យាយាមសុំតថ្លៃក្នុងចំនួនទឹកប្រាក់130,000រៀលដោយសុំឲ្យម្ចាស់ឱសថដ្ឋានចុះថ្លៃត្រឹមតែ500រៀលប៉ុណ្ណោះប៉ុន្តែជាអកុសលម្ចាស់ឱសថដ្ឋានហាក់ដូចជាមិនយល់ព្រមតាមការស្នើសុំនេះហើយថែមទាំងបានយកថ្នាំត្រឡប់មកវិញពីអ្នកជំងឺទៀតផងប្រិយមិត្តអ្នកស្ដាប់ជាទីគោរព500រៀលគឺជារូបិយបណ្ណាមួយដែលយើងគិតថាមានតម្លៃតិចតួចណាស់ซึ่งតែមិនគួរឲ្យជឿថានឹងក្លាយជាមូលហេតុការដកអាជ្ញាប័ណ្ណវិជ្ជាជីវៈនោះទេ500រៀលអាចទិញបានអ្វីខ្លះប្រហែលជាស្ករគ្រាប់មួយគ្រាប់តូចឬក៏មិនបានសូម្បីតែទឹកសុទ្ធមួយដបផងប៉ុន្តែលុយត្រឹមតែ500រៀលនេះហើយដែលបានក្លាយទៅជាចំណុចរបត់ដ៏សំខាន់មួយរវាងការបម្រើសេវាសុខភាពប្រកបដោយក្រមសីលធម៌និងការប្រកបរបរអាជីវកម្មដែលផ្លេចនៅតម្លៃមនុស្សធម៌វាមិនមែនជាចំនួនលុយនោះទេដែលសំខាន់តែវាជាគោលការណ៍វាជាស្មារតីនៃវិជ្ជាជីវៈដែលត្រូវបានរំលោភបំពាននៅក្នុងវិស័យសុខាភិបាលការផ្ដល់សេវាគឺត្រូវតែផ្អែកលើការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពនិងសុខុមាលភាពរបស់មនុស្សឱសថដ្ឋានគឺជាទីកន្លែងមួយដែលមនុស្សម្នាទៅរកនៅពេលដែលពួកគេមានទុក្ខលំបាកមានជំងឺឬត្រូវការជំនួយផ្នែកសុខាភិបាលវាមិនមែនជាទីផ្សារធម្មតាដែលការតថ្លៃឬការបដិសេធលក់ទំនិញជារឿងធម្មតានោះទេផ្ទុយទៅវិញវាជាទីកន្លែងដែលទាមទារនូវភាពអាណិតអាសូរការយោគយល់និងការបដិញ្ញាចិត្តក្នុងការជួយសង្គ្រោះជីវិតមនុស្សការដកថ្នាំពីអ្នកជំងឺវិញគ្រាន់តែដោយសារការខ្វះលុយតិចតួចប៉ុណ្ណោះគឺពិតជាបង្ហាញពីកំខាត់នៅក្រមសីលធម៌ជាមូលដ្ឋានដែលអ្នកប្រកបវិជ្ជាជីវៈផ្នែកសុខាភិបាលគ្រប់រូបគួរតែមានវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមនោះបានរីករាលយ៉ាងឆាប់រហ័សនេះគឺជាផ្សាកពិវត្តមួយទៀតនៃអំណាចនៃបណ្ដាញសង្គមនៅសម័យបច្ចុប្បន្នព័ត៌មានមិនត្រឹមតែរីករាលលឿនប៉ុណ្ណោះទេប៉ុន្តែវាក៏បានបង្កើតឲ្យមានការជជែកដេញដោលជាសាធារណៈយ៉ាងផុសផុលផងដែរមតិមហាជនភាគច្រើនបានសម្ដែងនូវការខកខាននិងការថ្កោលទោសចំពោះសកម្មភាពរបបម្ចាស់ឱសថដ្ឋានការបាត់បង់ទំនុកចិត្តពីសាធារណជនគឺជាអ្វីដែលគ្រោះថ្នាក់បំផុតសម្រាប់វិជ្ជាជីវៈណាមួយជាពិសេសគឺវិជ្ជាជីវៈដែលទាក់ទងនឹងសុខភាពនិងអាយុជីវិតមនុស្សបន្ទាប់ពីបានឃើញនៅការផ្សព្វផ្សាយនិងព្រឹត្តិការណ៍យ៉ាងខ្លាំងក្លាពីសាធារណជននេះគណៈឱសថាការីកម្ពុជាក៏បានចាត់វិធានការភ្លាមនេះជាការឆ្លើយតបដ៏ត្រឹមត្រូវនិងទាន់ពេលវេលាពីស្ថាប័នដែលទទួលខុសត្រូវនៅក្នុងសេចក្តីជូនដំណឹងរបស់គណៈឱសថាការីកម្ពុជាដែលបានព័ត៌មាន Fresh News ទទួលបានកាលពីលឹងថ្ងៃទី2ខែធ្នូឆ្នាំ2025បានបញ្ជាក់យ៉ាងច្បាស់អំពីដំណើរការនិងលទ្ធផលការស៊ើបអង្កេតរបស់ខ្លួន
ក្រុមប្រឹក្សាគណៈឱសថារីភូមិភាគមួយដែលជាផ្នែកមួយនៃគណៈឱសថាការីកម្ពុជាបានចាត់វិធានការដោយអញ្ជើញលោកស្រីឱសថាការីគឹមសុជាតាដែលជាម្ចាស់ឱសថាន BU Care និងជាឱសថាការីទទួលបន្ទុកបច្ចេកទេសថងនោះមកសាកសួរនិងបង្ភ្លឺលើករណីខាងលើនៅថ្ងៃទី1ខែធ្នូឆ្នាំ2025ដំណើរការនេះគឺបង្ហាញពីភាពម៉ឺងម៉ាត់និងវិជ្ជាជីវៈរបស់គណៈឱសថាការីកម្ពុជាក្នុងការធានាថាគ្រប់ករណីបំពានក្រមសីលធម៌ទាំងអស់ត្រូវតែត្រូវបានដោះស្រាយដោយយុត្តិធម៌និងតម្លាភាពការអញ្ជើញម្ចាស់ឱសថានមកសាកសួរជាជំហានដ៏ចាំតាត់មួយដើម្បីប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយនិងផ្ដល់ឱកាសដល់អ្នកចរតនៅក្នុងការបកស្រាយបំភ្លឺនេះជាផ្នែកមួយនៃនីតិវិធីត្រឹមត្រូវដែលធានាថារាល់ការសម្រេចចាត់គឺផ្អែកលើភស្តុតាងច្បាស់លាស់និងការស្ដាប់យោបល់គ្រប់ភាគីតាមរយៈការសាកសួរនិងអង្កេតស្រាវជ្រាវយ៉ាងហ្មត់ចត់រួចមកគណៈឱសថាការីកម្ពុជាបានរកឃើញថាលោកស្រីឱសថាការីគឹមសុជាតាពិតជាបានប្រព្រឹត្តកំហុសឆ្គងដោយការចោទប្រកាន់មែនអ្វីដែលសំខាន់នោះគឺលោកស្រីផ្ទាល់បានទទួលស្គាល់នៅកំហុសរបស់ខ្លួនការទទួលស្គាល់កំហុសជាជំហានដំបូងដ៏សំខាន់មួយឆ្ពោះទៅរកការកែប្រែនិងការទទួលខុសត្រូវលោកស្រីគឹមសុជាតាក៏បានធ្វើការសន្យាជាសាធារណៈផងដែរដោយមានចំនួនសំខាន់ៗចំនួន3ទី1ធ្វើការសុំទោសជាសាធារណៈចំពោះកំហុសឆ្គងដែលបានប្រព្រឹត្តទី2ចូលរួមក្រុមសីលធម៌ឱសថារីឲ្យបានខ្ជាប់ខ្ជួនទី3ប្រសិនបើប្រព្រឹត្តផ្ទុយនឹងការសន្យាខាងលើលោកស្រីនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធម្មានការសន្យាទាំងនេះគឺជាការបដិញ្ញាចិត្តផ្ទាល់ខ្លួនរបស់លោកស្រីក្នុងការកែប្រែឥរិយាបថនិងគោលការណ៍វិជ្ជាជីវៈការសុំទោសជាសាធារណៈជាការយកហាធំមួយដ៏សំខាន់ដើម្បីស្ដារទំនុកចិត្តសាធារណៈឡើងវិញជាពិសេសសម្រាប់អ្នកជំងឺការគោរពក្រុមសីលធម៌ឱសថារីគឺបេះដូងនៃវិជ្ជាជីវៈនេះហើយការបដិញ្ញាចិត្តទទួលខុសត្រូវចំពោះមុខច្បាប់បង្ហាញពីភាពម៉ឺងម៉ាត់នៅក្នុងការមិនឲ្យកើតមានកំហុសស្រដៀងគ្នានេះម្ដងទៀតប៉ុន្តែទោះបីជាមានការទទួលស្គាល់កំហុសនិងការសន្យាក៏ដោយក៏គណៈឱសថាការីកម្ពុជាមិនអាចប្រងើយកន្តើយចំពោះទង្វើដែលបានកើតឡើងនោះទេដោយយោងទៅលើការប្រព្រឹត្តខុសក្រមសីលធម៌ឱសថារីយ៉ាងធ្ងន់ធ្ងរនេះក្រុមប្រឹក្សាគណៈឱសថារីភូមិភាគ1បានសម្រេចចិត្តជាផ្លូវការផ្អាកអាជ្ញាប័ណ្ណឱសថារីរបស់លោកស្រីគឹមសុជាតាចំនួន12ខែការផ្អាកនេះគឺមានប្រសិទ្ធភាពចាប់តាំងពីថ្ងៃទី1ខែធ្នូឆ្នាំ2025រហូតដល់ថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2026ក្នុងពេលនេះលោកស្រីមិនត្រូវបានអនុញ្ញាតឲ្យប្រកបវិជ្ជាជីវៈឱសថសាស្ត្រនិងអវយវសាស្ត្រនោះទេការផ្អាកអាជ្ញាប័ណ្ណរយៈពេល12ខែគឺមិនមែនជាការដាក់ទណ្ឌខាត់ធម្មតានោះទេនេះជាវិធានការដ៏ម៉ឺងម៉ាត់មួយដែលមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើអាជីពនិងជីវិតមនុស្សម្នាក់ក្នុងរយៈពេល1ឆ្នាំនេះលោកស្រីគឹមសុជាតានឹងមិនអាចធ្វើការជាឱសថារីបានទេដែលមានន័យថាលោកស្រីនឹងបាត់បង់ចំណូលផ្ទាល់ខ្លួនហើយឱសថាន BU Care ខ្លួនឯងក៏នឹងជួបប្រពាក់បញ្ហាប្រឈមធ្ងន់ធ្ងរផងដែរហេតុអ្វីបានជាគណៈឱសថាការីកម្ពុជាសម្រាប់ចិត្តដាក់ទណ្ឌខាត់ធ្ងន់ធ្ងរបែបនេះចម្លើយគឺស្ថិតនៅក្នុងសារៈសំខាន់នៃវិជ្ជាជីវៈឱសថសាស្ត្រគឺជាឆ្អឹងខ្មៅមួយនៃប្រព័ន្ធសុខាភិបាលពួកគេមិនត្រឹមតែជាអ្នកលក់ថ្នាំប៉ុណ្ណោះទេប៉ុន្តែពួកគេក៏ជាអ្នកប្រឹក្សាអ្នកធានាគុណភាពឱសថនិងជាចំណុចដំបូងដែលអ្នកជំងឺអាចរកជំនួយបានដូច្នេះទំនុកចិត្តសាធារណៈចំពោះឱសថសាស្ត្រគឺមានតម្លៃមិនអាចកាត់ថ្លៃបាននៅពេលដែលទំនុកចិត្តនេះត្រូវបានបំផ្លាញដោយសារធ្វើការខ្វះក្រមសីលធម៌ការដាក់ទណ្ឌខាត់ធ្ងន់ធ្ងរគឺចាំបាច់ដើម្បីស្ដារទំនុកចិត្តឡើងវិញនិងធ្វើជាគំរូដល់អ្នកប្រកបវិជ្ជាជីវៈដទៃទៀតការផ្អាកអាជ្ញាប័ណ្ណនេះគឺជាសារមួយដែលគណៈឱសថាការីកម្ពុជាចង់ផ្ញើទៅកាន់ឱសថារីទាំងអស់ថាក្រមសីលធម៌វិជ្ជាជីវៈមិនមែនគ្រាន់តែជាច្បាប់លើក្រដាសនោះទេវាត្រូវតែមានការអនុវត្តជាក់ស្ដែងនិងការបដិញ្ញាចិត្តយ៉ាងមុតមាំក្នុងករណីដែលក្រមសីលធម៌ត្រូវបានរំលោភបំពាននោះនឹងមានការដាក់ទណ្ឌខាត់សមស្របដើម្បីការពារសាធារណជននិងរក្សាបាននូវកិត្តិយសនៃវិជ្ជាជីវៈទាំងមូលការផ្អាកអាជ្ញាប័ណ្ណនេះក៏បានផ្ដល់នូវមេរៀនដ៏មានប្រយោជន៍ច្រើនសម្រាប់យើងទាំងអស់គ្នាទី1សម្រាប់ឱសថាការីនិងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់នេះគឺជាការរំលឹកមួយថាវិជ្ជាជីវៈរបស់លោកអ្នកគឺពោរពេញទៅដោយទំនួលខុសត្រូវខ្លាំងការងាររបស់លោកអ្នកមិនមែនគ្រាន់តែជាអាជីវកម្មរកស៊ីធម្មតានោះទេប៉ុន្តែវាជាកាតព្វកិច្ចមួយដែលទាក់ទងនឹងសុខភាពនិងអាយុជីវិតមនុស្សភាពអាណិតអាសូរការយោគយល់និងការដាក់ផលប្រយោជន៍អ្នកជំងឺជាអាទិភាពគឺជារឿងសំខាន់បំផុតទោះបីជាមានសម្ពាធផ្នែកអាជីវកម្មយ៉ាងណាក៏ដោយក៏ក្រមសីលធម៌មិនអាចត្រូវបាយបំពេញបានឡើយឱសថារីគ្រប់រូបគួរតែឆ្លៀតឱកាសនេះដើម្បីពិនិត្យមើលឡើងវិញនូវការអនុវត្តវិជ្ជាជីវៈរបស់ខ្លួននិងធានាថាពួកគេកំពុងតែបំពេញកាតព្វកិច្ចរបស់ខ្លួនដោយស្មោះត្រង់និងប្រកបដោយក្រមសីលធម៌ជាថែការអប់រំបន្តនិងការបន្តប្រាណអំពីក្រមសីលធម៌គឺជារឿងចាំបាច់ដែលត្រូវធ្វើជាប្រចាំ
ទី2សម្រាប់អ្នកជំនឿនិងសាធារណជនទូទៅករណីនេះបានបង្ហាញថាអ្នកមានសិទ្ធិនិងមានអំណាចនៅក្នុងការជួយត្រួតពិនិត្យនិងរាយការណ៍អំពីអំពើមិនប្រក្រតីនានាអំណាចនៃបណ្ដាញសង្គមនៅក្នុងការបង្ហាញការពិតនិងជំរុញឲ្យមានការទទួលខុសត្រូវគឺពិតជាមានឥទ្ធិពលខ្លាំងណាស់ការយកចិត្តទុកដាក់របស់សាធារណជនគឺជាកត្តាមួយដែលជំរុញឲ្យស្ថាប័នមានសមត្ថភាពចាត់វិធានការដូច្នេះប្រសិនបើលោកអ្នកជួបប្រទះនូវករណីស្ដែកស្រាមគ្នានេះឬការបំពានក្រមសីលធម៌វិជ្ជាជីវៈណាមួយសូមកុំស្ទាក់ស្ទៀងក្នុងការរាយការណ៍ទៅកាន់ស្ថាប័នមានសមត្ថភាពឬប្រើប្រាស់បណ្ដាញសង្គមដោយប្រុងប្រយ័ត្ននិងមានទំនួលខុសត្រូវទី3សម្រាប់ស្ថាប័នគ្រប់គ្រងនិងត្រួតពិនិត្យដូចជាគណៈអសថាការីកម្ពុជាករណីនេះគឺជាការបញ្ជាក់ថែមអំពីសារៈសំខាន់នៃតួនាទីរបស់ពួកគេការចាត់វិធានការយ៉ាងឆាប់រហ័សនិងម៉ឺងម៉ាត់គឺជារឿងចាំបាច់ដើម្បីរក្សាបាននូវសុចរិតភាពនិងកិត្តិយសនៃវិជ្ជាជីវៈទាំងមូលនេះក៏ជាឱកាសមួយសម្រាប់ស្ថាប័នទាំងនេះក្នុងការពិនិត្យមើលឡើងវិញនូវបទប្រទប់របស់ខ្លួននិងយន្តការអនុវត្តច្បាប់របស់ខ្លួនដើម្បីធានាថាមានប្រសិទ្ធភាពនិងឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗការផ្សព្វផ្សាយជាសាធារណៈនៅការសម្រេចចិត្តបែបនេះក៏ជាវិធីដ៏ល្អមួយដើម្បីអប់រំនិងបំផុសស្មារតីដល់អ្នកប្រកបវិជ្ជាជីវៈផងដែរជាពិតណាស់វិស័យសុខាភិបាលគឺត្រូវតែត្រូវបានផ្ដល់អតិភិបខ្ពស់បំផុតនៅពេលដែលយើងនិយាយអំពីថ្នាំពេទ្យឬសេវាវេជ្ជសាស្ត្រយើងមិនអាចចាត់ទុកវាជាទំនិញធម្មតាដែលអាចតឬដោះដូរបានដោយគ្មានការពិចារណានោះទេថ្នាំពេទ្យគឺជាមូលដ្ឋានដើម្បីព្យាបាលជំងឺសង្គ្រោះជីវិតនិងស្ដារសុខភាពឡើងវិញ